សូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel នៃទៀនរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមកមួយទៀតហើយដែលនិយាយអំពីម្ដាយកូន2នាក់គឺបានឆ្លោះគ្នាអីចឹងទៅហើយកូនខ្លួនឯងនឹងក៏បានរុញម្ដាយខ្លួនឯងស្លាប់ហើយធ្លាក់ពីលើកម្មចរាស្លាប់ហ្នឹងទៅចឹងយើងកុំអន់យូរយើងចូលមកដល់សាច់រឿងយើងតែម្ដងទៅមុននឹងយើងចូលទៅដល់សាច់រឿងយើងសូមអ្នកទាំងអស់គ្នាជួយចុច like subscribe និង share ឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តផងចឹងយើងកុំអន់យូរយើងចូលមកដល់សាច់រឿងយើងតែម្ដងទៅចឹងគឺបើក្បាលរឿងមកគឺនិយាយអំពីពិធីបុណ្យសពមួយដែលធ្វើឡើងនៅពេលរៀងរសៀលដែរដោយបុណ្យសពនឹងគឺបុណ្យសពរបស់តួអង្គមិនរបស់តួអង្គឯរបស់ម្ដាយតួអង្គយើងម្នាក់ឈ្មោះថាស្រីនាងអញ្ចឹងម្ដាយស្រីនាងគឺគេបានធ្វើបុណ្យសពឲ្យគាត់ហើយពេលដែលលោកកំពុងសូត្រមន្តហ្នឹងគឺស្រីនាងគឺអត់មានយំអីសោះទាំងតែសមាជិកគ្រួសារផ្សេងគឺកំពុងតែអង្គុយយំសំណោះសោកស្ដាយតែស្រីនាងគឺគាត់អង្គុយផ្លឹកតែឯងយំមកដល់ហើយនៅពេលដែលសូត្រមន្តចប់ក៏ព្រះសង្ឃម្នាក់គឺគាត់មានសង្ឃលេខាថាមើលទៅស្រីនាងចម្លែកណាស់ឲ្យប្រយ័ត្នខ្លួនផងដល់ហើយនិយាយម្នាក់ឈ្មោះថាយាយថាគឺគាត់បានប្រាប់ស្រីនាងថាចេះថាគុំអុជធុកហៅម្ដាយរបស់នាងមកអីឬក៏អុជធុកសែនឲ្យម្ដាយនាងអីដោយសារតែវិញ្ញាណគឺបានទៅឆ្ងាយហើយអញ្ចឹងគុំអុជធុកឲ្យមកអីប៉ុន្តែស្រីនាងគឺអត់បានស្ដាប់លោកយាយថាទេគឺស្រីនាងគឺគាត់បានអុជធុកមកទៅសៃហើយក៏បាននិយាយថាម៉ែកូនសុំទោសហើយបន្ទាប់មកក៏គាត់បានទៅគេងទៅអីទៅនៅពេលដែលគាត់រៀបគេងហ្នឹងគឺគាត់បានលឺសំឡេងដានជើងចេញពីផ្ទះបាយមកហើយគាត់ក៏បានដឹងថាម្ដាយរបស់គាត់គឺបានមកលេងគាត់ហើយប្រហែលថ្ងៃក្រោយថ្ងៃអុជធុកហ្នឹងមកគឺនិយាយថាគឺគាត់មានអារម្មណ៍ថាស្រីនាងនឹងចម្លែកមែនតើដោយសារតែស្រីនាងគឺអត់មាត់អត់អីទេហើយអាសាទៅអង្គុយមុខអាសនៈម្ដាយរបស់ស្រីនាងនឹងហើយគឺអត់និយាយអីទេនៅពេលដែលនិយាយថាប៉ះស្រីនាងអីចឹងកេះស្រីនាងអីចឹងស្រីនាងសើចមកទៅហឹងសើចលក្ខណៈដូចផ្លឹកហើយភ្ញាក់អ្នកនរយល់ពងផ្លឹកអីគឺកាសមកភ្ញាក់អីសើចយកមកដល់ហើយនៅពេលនោះគឺស្រីនាងគឺមានអាការៈមួយគឺដូចសើចតឯងមកសើចពេលនោះនិយាយកេះនិយាយថានឹងកេះហើយស្រីនាងគឺសើចហើយគឺគាត់បានសូត្រដូចកថាដូចយរុំយើងស្ដាប់អត់យល់ហ្មងឮតខុយគូអាស្មាតោះអ្នកនរគ្នាអាភាសាខ្មោចស្អីគេហ្នឹងដល់ហើយពេលហ្នឹងក៏គ្រួសារគាត់ហ្នឹងបានចាប់គាត់ហ្នឹងយកទៅដាក់ក្នុងបន្ទប់កុំឲ្យដូចស្រែកអីញ៉ៃចឹងណានៅពេលនោះគឺដល់ពាក់កណ្ដាលយប់គឺគាត់លែងស្រែកហើយប៉ុន្តែគ្រួសារគាត់គឺអត់បានគេងទេគឺគេបារម្ភពីគាត់នៅពេលដែលដល់យប់ម៉ោង3នៅពេលដល់យប់ម៉ោង3គឺគេឮសំឡេងគាត់និយាយម្នាក់ឯងគឺមួយគឺសំឡេងមិនថាសំឡេងមួយគឺនិយាយមកអត្តចរិតដូចស្រីនាងមួយទៀតគឺនិយាយមកអត្តចរិតខឹងសម្បាយកមកនៅពេលនោះគេលួចស្ដាប់ទៅគឺគេឮគាត់និយាយថាដំបូងគេនិយាយគេឮគាត់ថាម៉ែឲ្យកូនសុំទោសផងម៉ែដែលកូនបានរុញម៉ែធ្លាក់ពីលើច្ដាល់ឲ្យស្លាប់ទៅចឹងណាតមកពេលនោះគឺគាត់បានលឺសំឡេងមួយលក្ខណៈខឹងសម្បាមែនតើខឹងណាប៉ុន្តែសំឡេងស្រីនាងដែរទេហើយគឺសំឡេងនោះគឺបានសើជេថាមីម្រាយចឹងទៅដល់ពេលនោះគឺបានសើជេចឹងហើយបានថាមិនថ្ងៃរុញអញធ្លាក់ច្ដាល់ពីអញងាប់ចឹងដល់ពេលព្រឹកឡើងគឺគេបានចូលបន្ទប់ហ្នឹងទៅគឺឃើញស្រីនាងហ្នឹងគឺបានដេកស្ដោកស្ដឹងហើយខ្លួនគាត់សិតតែក្អួតហើយភ្នែកគាត់ហ្នឹងគឺលឿងមែនតើដល់ពេលនោះគេបានយកគាត់ទៅស្រោចទឹកដោះគ្រោះនៅវត្តហើយក៏ស្រីនាងក៏បានធូរចាប់ពីពេលនោះមកទៅចឹងរឿងរបស់យើងគឺចប់ត្រឹមនេះហើយអ្នកនរគ្នាខ្ញុំសង្ឃឹមថាអ្នកនរគ្នាចូលចិត្តរឿងចេះទៀតជាចង់បញ្ចប់ខ្ញុំសូមអរគុណអ្នកនរគ្នាដែលបានស្ដាប់ដល់វិនាទីមួយនេះពីខ្ញុំបាននិទានរឿងសូមអរគុណសូមជម្រាបលាអ្នកនរគ្នាបាយបាយ